ពាក្យភាសាបុរាណមួយលោកពោលថាបើស្រឡាញ់ស្រីឲ្យបួសហើយបើស្រឡាញ់នោះឲ្យសឹកពាក្យនេះស្ដាប់មើលទៅវាដូចជាបើយើងគិតមកណែទៅថាអាម៉េចបានជាស្រឡាញ់ស្រីហើយឲ្យទៅបួសវិញមកពីអត់លុយទៅដឹងគេទៅបួសទៅបានលុយទៅដឹងគេឬយ៉ាងម៉េចចឹងបួសក្នុងទីនេះមិនមែនថាបួសអីស្លៀកស្បង់សើជាពយទេបានន័យថាបើស្រឡាញ់ស្ត្រីក៏បីធ្វើចិត្តឲ្យធ្ងន់ដោយអ្នកបួសចឹងបុរាណវិធីសាស្ត្រនោះព្រោះធម្មតារស់នៅជាមួយមនុស្សស្រីនិយាយច្រើនតោះច្រើនខឹងច្រើនរឿងច្រើនចឹងហើយបានតែរឿងហ្នឹងមិនមែនថាស្ត្រីផ្ដើមរឿងទេតែប្រភពនៃរឿងគឺភាគច្រើនមនុស្សស្រីយើងមើលដូចរៀបគេអីបាយគ្នាងាប់យៈមនកោអលីលំកាដោយសារស្រីមួយហើយងាប់តបស្វាងាប់យោច្រើនណាស់បាត់បង់ជីវិតបើតែយើងស្ដាប់ទៅសឹកតែបាញ់សោយទៅអាលីលំកាអាលីឯណាឯណីហោហែណារឿងដល់ឯសីឯសូទៅទៀតគ្រាន់តែរឿងស្រីម្នាក់ជាងស្ត្រីជាប្រភពនៃបញ្ហាហ្នឹងបានតែបុរាណលោកថាបើស្រឡាញ់ស្រីវាចោលតែធ្វើចិត្តឲ្យធ្ងន់ដូចអ្នកបួសអញ្ចឹងតែត្រឹមស្រាលល្មមទេទប់នឹងកំហឹងទប់នឹងបញ្ហាហ្នឹងមិនចាប់ទេបានលោកឲ្យតែកាលណាស្រឡាញ់មនុស្សស្រីហ្នឹងឲ្យបួសបើស្រឡាញ់នោះឲ្យសឹកក្នុងទីនេះមិនមែនសឹកចាកសិក្ខាបទអីទេឲ្យសិក្សាកាលណាយើងជាអ្នកបួសមិនសិក្សាហើយវាចប់យើងវាចាប់របៀបមិនទៅវាចាប់ត្រង់ថាគឺអ្នកស្រុកគ្នារកស៊ីទទួលទានផងធ្វើការផងបំរើមេដាបៃតាចិញ្ចឹមគូកំបីធ្វើស្រែចម្ការផងនៅតែគេយកពេលមកសិក្សារៀនសូត្រទៅចិត្តប្រំតែយើងជាអ្នកបួសនេះមិនមានភារៈអីដូចជាគេជាកុហកទេមិនមានពេលឯណាទៅជួស្រែវាលគោកវាច្បីគៀមទីអីមិនមានទេគឺយើងនៅតែក្នុងវត្តអារាមធ្វើនៅវត្តដែលយើងគប្បីធ្វើនៅពេលដែលយើងគប្បីបដិបត្តិហើយសល់ពេលប្រហែលគឺរៀនសូត្រតែបើយើងមិនបានរៀនសូត្រទេវាចាញ់កូនអ្នកស្រុកព្រោះការជំងឺដូម៉ាត់ច្រើនសាច់ស្អាតស្បែកស្ងួតបែបស្អាតទេស្ងួតពងកូនហ្នឹងអាសាភើទៅក្តៅភើមកក្តៅហូបអីមានជាតិគ្មានកម្លាំងហើយអាសាងឹតមុខចុកយ៉ាងក្នុងចុកចកេះជាប្រចាំតាំងដំបួសហើយមានកម្មវិធីអីក៏មិនសប្បាយចិត្តមិនស្រស់ស្រាយដែរប៉ិនហូបទៅវាតែបន្តិចក៏ដឹងឈឺពោះតាំងពោះដែរដល់អញ្ចឹងអត់ចង់ហូបអីទេដោយសារពិបាកក្នុងការបាត់ជើងមកវាមិនអស់បាត់ជើងមកវាតិចដល់អញ្ចឹងវាធ្វើទុកផ្លូវលមួកនឹងទៅខ្លាំងអញ្ចឹងមកសំខាន់ណាបងប្អូនហូបតែមួយឈុតទៅគឺជាហើយឃើញតែម៉ែវាrồiបាទវត្តអារាមជាឃ្លាំងនៃចំណេះដឹងវប្បធម៌បីនេះទំនៀមទម្លាប់នៃជំនឿសាសនាយើងក៏បីរៀនសូត្រឲ្យគ្រប់ជ្រុងជ្រោយបើតែរៀនមិនចប់ក៏ហីតែចប់តែក្នុងអំណាចនៃពេលបួសហ្នឹងក៏បីរៀនកុំឲ្យម្ចាស់បំណុលរបស់យើងហ្នឹងគឺបរិស័ទដែលលោកឧបត្ថម្ភទំនុកបំរុងយើងហ្នឹងគឺជាម្ចាស់បំណុលយើងហើយដែលគាត់មិនមែនជាញាតិនឹងយើងទេមិនមែនជាបងប្អូនមិនមែនជាសាច់សាលហិតយើងទេដូចតែនងគ្នាជិះមករាប់ម៉ឺនរាប់ពាន់អ្នកហ្នឹងអញ្ចឹងមិនមែនជាញាតិអីនឹងប្រសំទេមិនមែនជាប់បងជាប់អូននេះទេបើទោះតែហៅគ្នាម៉ែកូនយាយតាមិនក៏មិនមែនជាសាច់ញាតិគ្នាដែរតែហេតុអ្វីបានតែគេចូលមកទំនុកបំរុងយើងដូចជាកូនដូចជាចៅបង្កើតព្រោះអាស្រ័យយើងជាអ្នកបួសក្នុងសាសនាហើយគ្នាជាអ្នកដែលជ្រះថ្លាក្នុងសាសនាចឹងលេងយ៉ាងម៉េចក៏បីយើងនឹងរៀនសូត្រឬបីតបស្នងសំគុណម្ចាស់ម្ដងដែលគេឧបត្ថម្ភទំនុកបំរុងយើងនឹងហើយកាលណាជាអ្នកបួសលោកមិនចេះទេវាពិបាកយ៉ាងម៉េច
cao là buông nên mình men trâu chết chặt mà khang thế men trâu nhà tại ô trâuจะเรียนจับปะญาบัดอันจับอันนึกเด็ดให้ให้เลยคนบัดเด็ดให้ซึ่งกลับมาเต้trâu ទៅរៀនសូត្រពីព្រះបរិយ័តច្បាប់វិន័យក្បួនខ្នាតក្នុងសាសនាទៀតផងព្រោះដើម្បីធ្វើខ្លួនឲ្យត្រូវក្នុងសង្គមកាលណាយើងចូលទៅในអាណាចក្រយើងចេះដឹងពីច្បាប់អាណាចក្រកាលណាយើងចូលទៅក្នុងផ្នែកពុទ្ធចក្រយើងចេះដឹងអំពីផ្នែកពុទ្ធចក្រទើបអភិសមាចារការញ៉ាំងខ្លួនឯងឲ្យប្រព្រឹត្តទៅក្នុងជីវភាពបច្ចុប្បន្នមិនឆ្កងមើលទៅមិនឆ្កងខ្វះអីព្រះភិក្ខុសំសាមណេរដែលលោករៀនបានជ្រៅជ្រះពុះពោះបណ្ឌិតអនុបណ្ឌិតហើយតែកាលណារៀននៅច្បាប់នោះវាជាច្បាប់របស់សាមញ្ញជនទេបណ្ឌិតក្នុងទីនេះមិនមែនសំដៅលើបណ្ឌិតក្នុងសាសនាទេអញ្ចឹងការអនុវត្តការធ្វើខ្លួនច្បាប់ក្រមទាំងអស់នោះវាជាច្បាប់ក្រមរបស់សាមញ្ញជនអញ្ចឹងហើយយើងធ្វើទៅមើលទៅថាប្រសាដូចប្រសាប្រសាប្រសាខ្លួនដែរដែលបុរាណលោកពោលថាតែទៀនធ្វើរឹកដោយអាចារ្យអ្នកបួសក្នុងសាសនាពាក់ស័ក្តិប្រាំព្រោះតែកាលណាខ្លួនឯងរៀនបានជ្រៅជ្រះផ្នែកអាណាចក្រទៅផ្លិចតែខ្លួនឯងជាអ្នកបួសទៅក៏កុំតម្កើងរឹកពីហ្នឹងបានតែមនុស្សពាក់កាយមួយអីចឹងទៅបានតែនិមន្តទៅនិមន្តអត់បានមើលឆ្វេងមើលស្ដាប់ទៅផ្លិចតែអានតែខ្លួននោះក៏បានរៀនជ្រៅជ្រះទៅមិនបាននឹកទៅដល់អភិសមាចារក្នុងកិច្ចរបស់អ្នកបួសឯនោះធ្វើឆ្នាំខ្ញុំគឺខុសគ្នាទាំងអស់ដើមឈើខុសគ្នាប្រើខុសគ្នាទាំងអស់អត់មានចេះបល់អាកញ្ចប់អីនេះទៅនោះទៅអត់ទេមកកញ្ចប់គឺឬដងបាតគឺកាពះពវៀនផ្សេងគ្នាទាំងអស់ឬដងចំោះថ្ងៃនេះខ្ញុំសូមបញ្ជាក់ឬដងចំោះគឺអាសាផ្ដាសាយសវាំងភ្នែកនិងអាសាកដាស់និងប៉ះចង្ហាប៉ះមិនសិនតិចអីហ្នឹងពិបាកណាស់បាក់ហ្មងគឺថប់ដង្ហើមមើលអាសាកដាស់ជួនណាធ្វើឲ្យយើងទៅក៏មិននេះក៏វាលំមាស់ចំោះភ្នែកវាប៉ះពាល់តិចនេះទៀតវាធ្វើយើងហឹងតិចម្ដងមកកាលដែរដល់កើតយូរមេតិចអញ្ចឹងមិនបាច់ទេពិបាកណាស់ចឹងបានរៀនទាំងពីររៀនពីពុទ្ធចក្រផងណាចាស់ដើម្បីធ្វើខ្លួនឲ្យសមជាសាមណសង្ឃៈបុត្រជាអ្នកបួសនៃសាសនាព្រោះយើងជាចំណែកមួយក្នុងការត្រុសត្រងសាសនាតែក៏ជាចំណែកមួយក្នុងការរំលាយក្នុងការដុតចោលនិងការកំទេចនៃពុទ្ធសាសនាដែរព្រោះសត្វរាជសីកាលណាស្លាប់ទៅមិនមានសត្វឯណាហ៊ានមកស៊ីសាកសពសត្វរាជសីទេក្រៅតែពីដង្កូវក្នុងខ្លួនដែលកើតចេញពីសាកសពផងរាជសីយ៉ាងណាមិញសាសនានេះមិនមែនបុគ្គលឯណាមករំលំរំលាយបានឲ្យក្រៅតែពីបរិស័ទក្នុងសាសនានេះអញ្ចឹងយើងរងថ្ងៃដូចជាវុកមកពីរអញ្ចឹងណាកាលណាយើងសិក្សារៀនសូត្របប្រតិបត្តិត្រូវទៅយើងជាចំណែកមួយក្នុងការជួយឲ្យសាសនានឹងមានភាពស្ថិតស្ថេរយូរវែងគង់វង្សតែកាលណាយើងធ្វើខ្លួនឲ្យខុសទៅយើងជាចំណែកមួយក្នុងការរំលាយរំលងនៃពុទ្ធសាសនាអញ្ចឹងយើងក៏បីជួយយ៉ាងម៉េចគឺជួយសិក្សារៀនសូត្រយកចំណេះដឹងមកឲ្យទៅខ្លួនឯងវិញទេដើម្បីញ៉ាំងសទ្ធាអ្នកដែលមិនទាន់ជ្រះថ្លាក្នុងសាសនានេះឲ្យជ្រះថ្លានិងញ៉ាំងអ្នកដែលជ្រះថ្លាឲ្យរឹងរឹកទៅជ្រះថ្លាអញ្ចឹងគុណប្រយោជន៍នៃសាលារៀនគុណប្រយោជន៍នៃ